សូមគោរពជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹងសាច់រឿងចាត់ទឹកដៃភ្នំអតិទេបុរាណសាច់រឿងនៃភាគទី335ក៏បានចាប់ផ្ដើមឡើងត្រង់កន្លែងបុព្វបុរសស៊ូមកពីត្រកូលគ្រួសារអង្គពូជីនធានក៏បានបង្ហាញមុខឡើងមកអ្នកទាំងអស់គ្នាគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនធ្វើឲ្យពេលនោះផងដែរមេឆាំងសេនគាត់គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនក៏បានអោនគោរពទៅដល់លោកម្ចាស់ស៊ូរួចក៏បាននិយាយផងដែរថាលោកគឺជាបុព្វបុរសដ៏អស្ចារ្យដែលគេល្បីនោះមែនទេធ្វើឲ្យប្រតិយាដែលនៅក្បែរលីនហ្វឹងនោះគាត់ក៏បាននិយាយផងដែរថាលោកម្ចាស់ស៊ូម្នាក់នេះបើតាមគាត់ដឹងនោះគេគឺជាអ្នកវឹកហាត់ដ៏អស្ចារ្យនិងដ៏បរិសុទ្ធនៅក្នុងទឹកដីអាណាចក្រវិញ្ញាណមួយនេះហើយគេក៏បានឈានទៅដល់កម្រិតនៃធម្មពលកម្រិតទី11ផ្កាយ9ទាំងមានភាពវ័យក្មេងអាចនិយាយបានថាសមត្ថភាពបែបនេះគឺមិនដែលនឹងមាននោះទេប៉ុន្តែលីនហ្វឹងក៏បាននិយាយថាទោះបីជាបែបនេះក៏ដោយបើសិនជាចង់មកសម្លាប់គាត់នោះគាត់នឹងតស៊ូឲ្យដល់ទីបញ្ចប់ផងដែរធ្វើឲ្យពេលនោះផងដែរគាត់ក៏បាននិយាយឡើងថាល្អខ្លាំងណាស់អាល្អិតឯងគឺពិតជាថ្លាមធំដែលហ៊ានបញ្ចូលមុខជាមួយនឹងយើងពេលនោះគាត់ក៏បានបញ្ចេញនៅដួងវិញ្ញាណនាគីវរបស់គាត់ទាំងពីរក្បាលពេលនោះលីនហ្វឹងក៏បានបើកស្រូបយកចំម៉ាយតាមពលឋានស៊ូនិងមេដីទីតាំងកន្លែងនេះរួចក៏បានបញ្ចេញនៅរូបកាយដ៏ធំមួយរបស់គាត់ចេញមកបញ្ចេញនៅដំបងមាសនោះតែម្ដងសម្ពីរនៃធម្មពលរបស់លីនហ្វឹងពេលនេះក៏មិនអន់ប៉ុន្មានដែរដែលគាត់គឺស្ថិតក្នុងល្វែ11ផ្កាយ9ដូចគ្នាគ្រាន់តែគាត់គឺទៅតែឡើងថ្មីថ្មងជាមួយនឹងការប្រើប្រាស់ជំនាញនៅកម្លាំងធម្មពលមិនទាន់បានពេញលេញនោះទេសម្រាប់លោកព្រះម្ចាស់ស៊ូនេះដែលគាត់គឺជាមនុស្សដែលស្ថិតក្នុងកម្រិតធម្មពលល្វែ11ផ្កាយ9ដែលមានអាវុធទិព្វជាច្រើនគេក៏បាននិយាយថាឲ្យភ្លក់មើលនៅនាគីវរបស់គេបន្តិចទៅពេលនោះធម្មពលនាគមួយនោះគឺបានសម្រុកមកវាយប្រហារទៅកាន់លីនហ្វឹងទោះបីជាលីនហ្វឹងក៏បានត្រូវធម្មពលរបស់គាត់មកទប់ទល់រងប៉ុន្តែសម្ពាធធម្មពលរបស់គេគឺពិតជាខ្លាំងធ្វើឲ្យធម្មពលអ្នកទាំងពីរក៏បានផ្ទុះទាំងឡើងរំជួយបន្តិចផងដែរធ្វើឲ្យពេលនោះលោកម្ចាស់ស៊ូក៏បាននិយាយថាគាត់គឺបានប្រើធម្មពលយិននឹងយ៉ាងរួមបញ្ចូលបង្កើតបានទៅជាតៃជីដ៏ធំផងដែរប៉ុន្តែពេលនេះគាត់គឺចង់សាកល្បងនៅស្នីតតៃជីរបស់គាត់ក៏បានរួមបញ្ចូលជាមួយនឹងស្នីតធម្មពលរបស់គាត់នោះបញ្ចេញនៅត្រាដ៏អស្ចារ្យរបស់គាត់មកទៀតផងចំណែកឯលីនហ្វឹងក៏មិនអន់ដូចគ្នាក៏បានលើកនៅរំបងមាសរបស់គាត់ដែលប្លន់បានពីត្រកូលបិសាចគោនោះធ្វើការសំកាំងឡើងនៅលើអាកាសត្រៀមប្រយុទ្ធដូចគ្នាអ្នកទាំងពីរក៏បានសម្លឹងកែផ្នែកដាក់គ្នាដូចជាចង់ស៊ីសាច់ហត់ឈាមយ៉ាងចឹងធ្វើឲ្យពេលនោះផងដែរវាគឺជាការប្រកួតនៅអាវុធទិព្វគេក៏បានបញ្ចេញនៅឆ្នាំងមួយដើម្បីធ្វើការសម្លាប់ទៅកាន់លីនហ្វឹងរួចក៏បានបញ្ចេញនៅអាវុធសម្ងាត់ដែលគ្រាប់ព្រុញនោះវាក៏បានវាប្រាទៅកាន់ស៊ីទៀនទៅឲ្យស៊ីទៀនក៏បាននិយាយថាមេធមាកម្លាំងតាមពលរបស់គេស្ទើរតែឈានដល់កម្រិតទី12ហើយសូម្បីតែកិច្ចក៏កិច្ចមិនទាន់ដែរលីនហ្វឹងក៏បាននិយាយថាបើសិនជាទី12នោះយ៉ាងម៉េចគាត់នឹងសម្លាប់គេឲ្យបានធ្វើឲ្យពេលនោះស៊ីទៀនក៏បាននិយាយថាអូលោកគឺជាលោកម្ចាស់ស៊ូដែលគេល្បីល្បាញថាដល់ខ្ពង់ខ្ពស់និងអស្ចារ្យមិនក៏ដើរនៅក្នុងផ្លូវអាក្រក់បែបនេះដល់មិនបែងចែកខុសត្រូវទាល់សោះធ្វើគាត់ក៏បាននិយាយថាបិទមាត់ទៅអាចារ្យសំអុយពេលនោះផងដែរសម្លេងតាមពលមនុស្សម្នាក់ក៏បានបង្ហាញមុខឡើងមករួចក៏បាននិយាយថាយើងនឹងជួយឯងពេលនោះផងដែរសម្លេងមនុស្សម្នាក់នោះក៏បានបង្ហាញមុខឡើងមកធ្វើឲ្យស៊ីទៀនសប្បាយចិត្តខ្លាំងមែនទែនក៏បានហើរទៅរកគាត់តែម្ដងលីនហ្វឹងក៏បានប្រគល់នៅផ្លិតមាសរបស់គាត់ឬក៏ផ្លិតដែកដែលទទួលបានពីត្រកូលគ្រូសាបីសាច់គោនោះឲ្យទៅកាន់គាត់ផងដែរហើយគាត់គឺជាអ្នកណាអ្នកទាំងអស់គ្នាគឺបានស្គាល់ហើយថាគាត់គឺជាពលឹងនៅក្នុងភ្នូអាទិទេពដែលមានឈ្មោះថាសេនីក្រោយពីប្រយុទ្ធនៅឆ្នាំនោះដោយមានភាពអស់កម្លាំងនៃធម្មពលច្រើនពេកធ្វើឲ្យគាត់ក៏បានដេកលង់លក់ពេលនេះគាត់ក៏បានភ្ញាក់ឡើងវិញម្ដងទៀតហ្នឹងណាដែលគឺជាការទន្ទឹងរង់ចាំរបស់ប្រិយមិត្តផងដែរគាត់បាននិយាយថាទោះបីជាកម្លាំងធម្មពលរបស់គាត់មិនអាចបញ្ចេញបានពេញលេញនោះទេប៉ុន្តែប្រើជាមួយនឹងស្នៀតផ្លិតដែកមួយនេះប្រកាសជានឹងអាចទប់ទល់ជាមួយនឹងគេបានបន្ទាប់មកគេក៏បាននិយាយថាគាត់ក៏ចង់ដឹងផងដែរថាមានមួយមានពីរមករកសេចក្តីស្លាប់នោះគឺស្លាប់តែម្ដងទៅបន្ទាប់មកគាត់បានវាប្រាទៅផ្លិតដែកក៏អាចទប់ទល់បានយើងថាផ្លិតដែកនោះបំរុងនឹងសម្លាប់ទៅកាន់គាត់គឺបានបិទផ្នែកឡើងស្រីធម្មពលបានការពារវាគឺពិតជាអស្ចារ្យរួចក៏បានប្រើធម្មពលរបស់គាត់ដើម្បីវាប្រាទៅហើយធម្មពលរបស់គាត់នោះគឺជាធម្មពលដែលមានការរួមបញ្ចូលជាមួយនឹងស្នីធម្មពលយិនយ៉ាងវាគឺជាទ្រព្យកំណប់ដ៏កម្រដែលនៅក្នុងខ្លួនរបស់គាត់វាគឺពិតជាអាចបញ្ចេញនឹងកម្លាំងធម្មពលឈានទៅដល់កម្រិតទី12ពាក់កណ្ដាលឯណោះទោះបីជាកម្លាំងពេញរបស់គាត់មានតែត្រឹម11ផ្កាយ9នោះទេអញនិយាយបានថាវាគឺពិតជាខ្លាំងវាគឺពិតជាអស្ចារ្យទោះឲ្យលីនហ្វឹងក៏បានសម្លឹងមើលថាស្នីតវាប្រារបស់គាត់ចេះតែរីកធំទៅនេះគឺជាអានុភាពរបស់មនុស្សដែលមានភាពស្និទ្ធជំនាញនៅក្នុងកម្រិតទី11ផ្កាយ9ឬក៏កម្រិតទី12លីនហ្វឹងក៏បានប្រើធម្មពលរបស់គាត់ដើម្បីបើកនៅភ្នូអាទិទេពបើកនៅច្រកលំហបឺតយកធម្មពលរបស់គាត់ចូលទៅខាងក្នុងតែម្ដងទៅនេះគឺជាអានុភាពនៅក្នុងភ្នូអាទិទេពក្រោយពីលីនហ្វឹងក៏អាចប្រើប្រាស់វាបានម្ដងទៀតធ្វើឲ្យពេលនោះប្រជាគាត់គឺមានអារម្មណ៍ដឹងថាអាឡែតនេះបែរជាមានរបស់ជាប់ខ្លួនច្រើននេះធ្វើឲ្យពេលនោះផងដែរសេនីដែលគឺជាពលឹងនៅក្នុងភ្នូជាន់ខ្ពស់នេះគាត់បានប្រាប់ទៅកាន់លីនហ្វឹងថាមិនអាចមើលស្រាលទៅកាន់គេនោះទេគេគឺជាជើងចាស់ដែលមានភាពស្ទាត់ជំនាញនៅក្នុងកម្រិតធម្មពលមួយនេះទៅហើយដែលលីនហ្វឹងគឺពិតជានៅវ័យក្មេងកម្លាំងធម្មពលរបស់គាត់នឹងមិនទាន់ពេញលេញទៀតផងមិនទាំងអាចជួយលីនហ្វឹងកំចាត់ទៅកាន់គេបានដូច្នេះឲ្យមានការប្រុងប្រយ័ត្នសម្រាប់លីនហ្វឹងគឺមិនមានភាពភ័យខ្លាចនោះទេថ្ងៃនេះគាត់គឺយ៉ាងណាក៏ដោយត្រូវតែជួយសង្គ្រោះប្រពន្ធនិងកូនរបស់គាត់ឲ្យបានគាត់បានឡើងទៅលើការរួចក៏បាននិយាយផងដែរថាថ្ងៃនេះគាត់គឺសូមខ្ចីពីភ្នូអាទិទេពឈីងវាងដែលឲ្យគាត់នឹងគឺខ្ចីធម្មពលបន្
បន្តិចមកដើម្បីធ្វើការកម្ចាត់សត្រូវពេលនោះគាត់ក៏បាននិយាយថារីករាយទៅដល់លោកម្ចាស់តូចអាចប្រើប្រាស់នៅធម៌ពលរបស់គាត់បានដោយសេរីផងដែរគាត់ក៏បានផ្ទេរឲ្យពេលនោះលៀនហ្វឹងក៏បានបញ្ចេញនៅធម៌ពលដែលគឺជាអ្នកមាសផងដែរថ្វាយព្រឹទ្ធាចារ្យស៊ូគាត់ក៏បាននិយាយផងដែរថាអលអិនអញក៏ពិតជាមានភាពអាចកំបាំងជាច្រើនដែលអាចបញ្ចេញនៅកម្លាំងធម៌ពលអ្នកមាសត្រឹមតែពេលមួយរំពេចផ្នែកកម្លាំងធម៌ពលមួយនេះអាចនិយាយបានថារក្សាទុករាប់ពាន់ឆ្នាំទៅហើយប៉ុន្តែវាគឺជារូបកាយអ្នកខ្លួននោះទេគាត់គឺមិនខ្លាចក្នុងការសម្លាប់នោះទេក៏បានពួយលំពេរបស់គាត់ដើម្បីកំទេចនៅអ្នកមាសនោះខ្ទេចតែម្ដងបន្ទាប់មកគាត់គឺបានសម្លឹងមើលទៅកាន់ភ្លើងដូនតាជនខ្ពស់សេនីគាត់ក៏បាននិយាយឲ្យលៀនហ្វឹងគឹងមានការប្រុងប្រយ័ត្នដោយសារតែសម្ពាធធម៌ពលរបស់គេគឺពិតជាកាចសាហាវខ្លាំងមែនទែនពេលនោះលៀនហ្វឹងគាត់ក៏បានបញ្ចេញនូវចេតនាដែររបស់គាត់ដើម្បីធ្វើការទាមទារផ្ទាល់ដូចគ្នាគាត់ក៏បាននិយាយថាទោះបីជាលោកគឺមានទ្រព្យកំណំដែលអាចបញ្ចេញនៅកម្លាំងធម៌ពលកម្រិតទី12ពាក់កណ្ដាលក៏ពិតមែនប៉ុន្តែយើងគឺចាំមើលថាតើលោកគឺអាចបញ្ចេញវាបានយូរប៉ុណ្ណាពេលនោះគាត់ក៏បានបញ្ចេញនៅរបាំងការពារតកដើម្បីទប់ទល់រងធ្វើឲ្យពេលនោះផងដែរមីឆាំងសៀនគាត់ក៏បាននិយាយថាឬក៏លៀនហ្វឹងគឺអាចបំចាត់នៅបុព្វបុរសស៊ូនេះបានមែនទេប៉ុន្តែពេលនោះគាត់ក៏បាននិយាយថាអលអិតយើងក៏ឲ្យឯងភ្លក់មើលជាមួយនឹងស្និតរបាំងតករបស់គាត់បន្តិចទៅស្និតមួយនោះបែរជាអាចបញ្ចេញពីការពាររងបង្កើតទៅជារូបកាយដ៏ធំដើម្បីសម្លាប់ទៅកាន់លៀនហ្វឹងជាមួយស្និតធម៌ពលដ៏ពេញលេញដ៏បរិបូរណ៍ដែលអាចបញ្ចេញកម្លាំងធម៌ពលប៉ុណ្ណេះលៀនហ្វឹងគឺពិតជាពិបាកក្នុងការទប់ទល់សម្ពាធធម៌ពលគឺពិតជាខ្លាំងពេលនោះលោកពូនេះក៏បានប្រាប់ឲ្យចូលនៅក្នុងទ្រកំណត់ការជួបមួយនេះដើម្បីកិច្ចខ្លួនជាបន្តអាសន្នពេលនោះលៀនហ្វឹងក៏បានសម្ដៅចូលទៅក្នុងនោះតែម្ដងទៅធ្វើឲ្យពេលនោះផងដែរព្រឹទ្ធាចារ្យឆាមេងឆាងសៀនគាត់ក៏បាននិយាយថាលោកម្ចាស់ស៊ូគឺពិតជាមានអានុភាពដ៏អស្ចារ្យដោយតែគេគឺបានល្បីពិនមែនផ្ទះនៅទីតាំងកន្លែងនេះស្រាប់តែរង្គោះរង្គើជាមួយនឹងស្និតធម៌ពលដ៏កាចសាហាវកំពុងតែលេចឡើងពីលើផ្ទៃមេឃពេលនោះផងដែររង្វង់ធម៌ពលគូចឡើងដោយមានធម៌ពលរន្ទះពណ៌លឿងនិងពណ៌ក្រហមលាយគ្នាបញ្ចេញនូវចេតនាដាវដ៏សាហាវខូខើពេលនោះចេតនាដាវមួយនោះក៏បានជន់សង្កត់ទៅកាន់រូបកាយរបស់ព្រឹទ្ធាចារ្យស៊ូគាត់គឺឡើងលុតជង្គង់ចោះបំផ្លាញនៅរូបកាយពលឹងបែកខ្ទេចទីគ្មានសេះសល់ធ្វើឲ្យសម្មីតនៃធម៌ពលមួយនោះគឺបានលេចរូបរាងឡើងជាមួយនឹងម្ចាស់នៃដាវដែលគាត់គឺជាឪពុករបស់លិនហ្វឹងឯងដែលមានឈ្មោះថាលិនស៊ីវធានបន្ទាប់មកគាត់ក៏បានកវាដើរឡើងរួចក៏បាននិយាយថាអ្នកណាចង់សម្លាប់កូនប្រុសរបស់គាត់ផងធ្វើឲ្យពេលនោះផងដែរលោកពូនេះក៏បានប្រាប់ទៅកាន់លិនហ្វឹងថានោះគឺជាឪពុករបស់ឯងហើយធ្វើឲ្យពលឹងបុព្វបុរសនៅក្នុងភ្នោះក៏បាននិយាយថានោះគឺជាលោកម្ចាស់ពិតមែនក៏បានចេញមកគោរពតែម្ដងរួចក៏បាននិយាយថាខ្ញុំសេនីសូមគោរពមនឹកស្មានថាបានជួបជាមួយលោកម្ចាស់ម្ដងទៀតទេលិនហ្វឹងបានត្រឹមតែគៀងនៅមួយកន្លែងមិនអាចនិយាយបីចេញនោះទេដោយថាតែគាត់គឺស្វែងរកឪពុករូចណាស់មកហើយមិននឹកថាបានជួបនោះទេគាត់ក៏បានងាកមករួចក៏បាននិយាយថាលិនហ្វឹងយើងគឺជាឪពុករបស់ឯងនឹងហើយមានឈ្មោះថាលិនស៊ីវធានផងដែរហើយសាច់រឿងភាគនេះក៏ត្រូវបានកាត់សលេសតែប៉ុណ្ណឹងក្រោយពីឪពុករបស់លិនហ្វឹងក៏បានបាត់ខ្លួនមកកម្លាំងធម៌ពលរបស់គាត់ក៏បានកើនឡើងមិនដឹងថាឈានដល់កម្រិតទីប៉ុន្មានទេសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្ត